chương pi đáy pi mà riêng đáy đắp mà riêng chương đắp thua đầm nào bị vượt như thế chẳng biết trái tâm nhiên là caraទាំង32ហ្នឹងបាទត្រូវតែមានអាការៈទាំង32ហ្នឹងតែបើអត់មានអាការៈទាំង32ហ្នឹងអាហ្នឹងក៏មិនមែនមនុស្សដែរបាទអញ្ចឹងគេហៅថាអាការៈទាំង32ហ្នឹងឯងចាអាការៈទាំង32ហ្នឹងមានអីខ្លះអាការៈ32ហ្នឹងនិយាយពីណីណាគឺនិយាយមកតួខ្លួនយើងហ្មងបាទនិយាយមកតួខ្លួនយើងហ្នឹងអត្តាហិអត្តណោនិយថោខ្លួនទីពឹងខ្លួនចឹងបងប្អូនយើងបានដឹងហើយថាក្នុងព្រះពុទ្ធសាសនាលោកបានសម្ដែងថាហិអត្តណោនិយថោខ្លួនទីពឹងខ្លួនបាទចឹងខ្លួនទីពឹងខ្លួននោះមានន័យដូចម្ដេចចឹងមានថាអ្វីក៏ដោយអំពើល្អនិងអំពើអាក្រក់មនុស្សយើងម្នាក់មិនអាចកើតឡើងដោយផលបុណ្យឬក៏ផលកម្មនៃអ្នកដទៃទេហើយភាពមានបានភាពរីកចម្រើនអ្វីក៏ដោយគឺត្រូវតែប្រឹងដោយខ្លួនឯងអត់មានបុគ្គលណាដែលគេអ្នកប្រឹងហើយយើងអ្នកបានផលនោះទេអញ្ចឹងអ្វីក៏ដោយយើងត្រូវពឹងខ្លួនឯងបាទត្រូវពឹងខ្លួនឯងជាបង្គោលខ្លួនឯងត្រូវជាទីពឹងអត់ទៅពឹងនៅអ្នកដទៃទេតួយ៉ាងដូចជាអំពើល្អឬអំពើអាក្រក់ណាមួយក៏ដោយអញ្ចឹងបើយើងប្រព្រឹត្តហើយផលនោះយើងអ្នកទទួលដែលឡែកកុសលក៏ដូចគ្នាដែរក្នុងកំឡុងដែលពេលយើងនៅរស់យើងត្រូវតែស្គាល់ខ្លួនឯងបន្តមកទៀតយើងត្រូវតែប្រព្រឹត្តនៅផលបុណ្យនោះឲ្យបានកុំចាំឧទ្ទិសមគ្គផលពីកូនពីចៅទៅបាទអញ្ចឹងពេលខ្លះឧទ្ទិសសួរថាដល់អត់ពេលខ្លះក៏យើងអត់ទាន់ដឹងថាដល់ដែរពេលខ្លះសួរតែយើងច្បាស់ថាដល់អត់អានឹងមានរឿងដែរឬមានរឿងកំ pl ណាស់ថាតើឧទ្ទិសមគ្គផលហ្នឹងបានទៅដល់ប្តីខ្ញុំអត់ហ្នឹងហើយបានទៅដល់ប្រពន្ធខ្ញុំអត់នឹងមានរឿងកំ pl តែអាហ្នឹងកំ pl ទេប៉ុន្តែបកមកយើងវិញនេះតើយើងដឹងទេយើងយល់ទេហើយយើងអាចទទួលយកបានទេហើយយើងច្បាស់ហើយឬនៅបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងកន្លែងហ្នឹងក្នុងនាមយើងជាអ្នកកាន់ពុទ្ធសាសនាបុគ្គលបាទអញ្ចឹងទោះបីជាអ្នកកាន់ពុទ្ធសាសនាក៏ដោយអ្នកមិនកាន់ក៏ដោយប៉ុន្តែនៅក្នុងមនុស្សយើងម្នាក់យើងបាច់ចាំគិតអីទេកន្លែងហ្នឹងយើងវិភាគមើលថាបើយើងមានអ្វីជាខ្លួនឯងវាស្រួលវាស្ងប់វាសុខជាងដែលយើងទៅពឹងអ្នកដទៃព្រោះទៅពឹងអ្នកដទៃពាក្យខ្លះគេនិយាយថាដូចទៅសុំភ្លើងយក្សអញ្ចឹងបាទអញ្ចឹងដូចនេះទៀតសោតនៅក្នុងចំណុចដែលខ្លួនទីពឹងខ្លួននេះយើងនេះមកក្នុងរាងកាយនេះតើយើងបានស្គាល់ខ្លួនឯងនឹងច្បាស់ហើយឬនៅបាទអញ្ចឹងនៅក្នុងនេះមានចំណុចមួយហើយចំណុចមួយនេះថ្ងៃនេះខ្ញុំនិយាយអំពីអាការៈទាំង32ប្រការសួរថាអាការៈទាំង32ប្រការនោះមានអត្ថន័យយ៉ាងដូចម្ដេចហើយវាមានសារៈសំខាន់យ៉ាងដូចម្ដេចបានជាត្រូវលើកឡើងព្រោះអីខ្លួនត្រូវទីពឹងខ្លួនហើយខ្លួនយើងត្រូវស្គាល់ខ្លួនយើងអញ្ចឹងបានជាខ្ញុំលើកឡើងថាបើវិភាគទៅតាមទស្សនវិជ្ជាក៏ដូចជាកម្មវិជ្ជាពេទ្យវាអត់មានតន់ថាអ្នកណាកាន់អ្វីទេមានន័យថាឲ្យតែកើតជាមនុស្សដែលមានជើង2ដៃ2ម្រាមដៃ10ម្រាមជើង10ធ្វើដំណើរវិបឺកអញ្ចឹងទៅអញ្ចឹងវាត្រូវតែមានអាការៈទាំង32ហ្នឹង
បាទត្រូវតែមានអាការៈទាំង32ហ្នឹងតែបើអត់មានអាការៈទាំង32ហ្នឹងអាហ្នឹងក៏មិនមែនមនុស្សដែរបាទអញ្ចឹងគេហៅថាអាការៈទាំង32ហ្នឹងឯងចាអាការៈទាំង32ហ្នឹងមានអីខ្លះអាការៈ32ហ្នឹងនិយាយពីន័យណាគឺនិយាយមកតួខ្លួនយើងហ្មងបាទនិយាយមកតួខ្លួនយើងហ្នឹងបាទនិយាយពីតួខ្លួនយើងហ្នឹងអញ្ចឹងបើតាក់ទងមួយនឹងតួខ្លួនយើងហ្នឹងមានអីគេខ្លះអញ្ចឹងទី1មានកេសាសក់បាទតែបើយើងសូត្ររូបានដែរក៏អត់អីទេព្រោះយើងត្រូវសូត្របានតែយើងចង់បញ្យល់មួយបាទចង់បញ្យល់មួយអញ្ចឹងតាក់ទងជាមួយនឹងកេសាសក់លោមានឹងរោមណាកេសាសក់លោមារោមអ្នកខាក្រចកទាន់តាថ្មិញចាក់ចោលស្បែកម៉ាំងសាំងសាច់ញហារូសរសៃអដ្ឋិឆ្អឹងអដ្ឋិមិនជាងខួរក្នុងឆ្អឹងវៈកាំងទាចហតយ៉ាងបេះដូងយកណ្ដាំងខ្លើមគេឡោមកកាំងវាវពហកាំងក្រពះបផាសង្សួតបាទអន្តាំងពវៀនធំអន្តៈគុណាំងពវៀនតូចឧទរយ៉ាងអាហារថ្មីករិសੰអាហារចាស់បតាំងប្រមាត់សេមហាំងស្លេះពពោខ្ទុះលោហិតាំងឈាមសេតូញើមេតូខ្លាញ់ខាប់ណាអាសុទឹកភ្នែកណាអាសុគឺទឹកភ្នែកអញ្ចឹងទឹកភ្នែកក៏មានមួយដែរនៃអាការៈនៃមនុស្សជាធាតុនៃមនុស្សយើងនេះវៈសាខ្លាញ់រាវខេឡោទឹកមាត់បាទខេឡោនឹងទឹកមាត់អញ្ចឹងក្នុងបាលីក៏លោកបានបញ្ជាក់ដែរទឹកមាត់យើងក៏មានមួយដែរបាទសង្ឃានិកាទឹកសម្បោលះសិកាទឹករំអិលបាទមុតតាំងទឹកមូតមត្តលងកន្តិបាទមត្តលងខួរក្នុងក្បាលយើងបាទកន្តិណាចុងក្រោយគេធ្វាត់តឹងគឺ32បាទបាទអញ្ចឹងមានន័យថាអាការៈរបស់យើងគឺមាននៅក្នុងខ្លួនមានប៉ុណ្ណឹងអញ្ចឹងអ្នកដែលរៀនវិជ្ជាពេទ្យយើងត្រូវយល់ពីអាការៈរបស់យើងពេទ្យមានតែប៉ុណ្ណឹងចឹងសួរថាប្រពន្ធលោកចេះពេទ្យអត់មើលនិយាយទៅពេទ្យត្មងវិភាគទាំងអស់បាទអញ្ចឹងតាមពីក្បាលយើងរហូតដល់ចុងជើងបាទអញ្ចឹងមានទាំងអស់ឥឡូវសួរថាអត់មានអីបងប្អូនសួរថានៅខ្វះអីទៀតបាទសួរថានៅខ្វះអីទៀត32ហ្នឹងគឺបញ្ជាក់ពីនៅក្នុងខ្លួនយើងក៏ប៉ុណ្ណឹងបាទអញ្ចឹងត្រូវយល់ត្រូវស្គាល់ពីខ្លួនឯងក្នុងរូបមួយហ្នឹងថាវាមានប្រមាណគឺមាន32បាទអាការៈឬក៏បណ្ដុំនៃ32ហ្នឹងណាបានកើតទៅជាមនុស្សម្នាក់បាទទៅកើតទៅជាមនុស្សម្នាក់អញ្ចឹងមនុស្សម្នាក់ហ្នឹងគឺត្រូវតែមានចំណុចមួយនោះផ្គុំចូលគ្នាសួរថាផ្គុំចូលគ្នាហើយបង្កើតបានទៅជាមនុស្សនឹងទៀតសោតសួរថាមិនបានត្រូវសិក្សាពីហ្នឹងព្រោះអីកុំឲ្យយើងជាប់ចម្ពាក់បាទជាប់ចម្ពាក់ហ្នឹងរបៀបម៉េចតាក់ទងជាមួយនឹងផ្លូវចិត្តហ្នឹងហើយពាក់ព័ន្ធមួយនឹងផ្លូវកាយព្រោះអីកាលណាពិចារណាទៅលើអាការៈយើងមួយនឹងហើយដែលទៅធ្វើនឹងវិបស្សនាកម្មដ្ឋានធ្វើឲ្យចិត្តយើងមូលធ្វើឲ្យចិត្តយើងនេះវាស្រស់ស្រាយព្រោះអីយើងបានដឹងហើយថាតាក់ទងជាមួយនឹងផ្លូវចិត្តហើយនៅក្នុងនេះទៀតសោតគឺមានអាការៈទាំង32ហើយប៉ុន្តែអាការៈ32នឹងបែងចែកចេញជា2ទៀតបាទចឹងនៅពេលនេះយើងនិយាយអំពីអាការៈទាំង32ចាប់ហើយអញ្ចឹងយើងបន្តទៅទៀតតាក់ទងជាមួយនឹងបន្តិចទៀតគឺយើងនិយាយអំពីការតើធាតុទាំងការៈ32ហ្នឹងយើងបែងចែកចេញជា2ធាតុធំបាទបែងចែកចេញជា2ធាតុធំទៀតចឹងសួរថា2ធាតុធំនោះមានអីខ្លះអញ្ចឹងយើងនឹងបញ្ជាក់អាការៈហើយនឹងធាតុ
បើនិយាយអំពីពាក់ព័ន្ធជាមួយនឹងវិជាពេទ្យគេនិយាយអំពីសរីរធាតុសរីរធាតុហ្នឹងឬអាការៈទាំង32ហ្នឹងអញ្ចឹងវាតាក់ទងជាមួយនឹងខ្លួនមនុស្សហើយបើយើងសិក្សាអំពីពេទ្យហ្នឹងវិជ្ជាជីវៈហ្នឹងដើម្បីសិក្សាតើវាមានតើយើងនឹងវាឈឺអីវាខ្វះអីវាលើសអីហើយអញ្ចឹងទៅវាមានគេហៅថាសរីរធាតុរបស់មនុស្សបាទអញ្ចឹងយើងត្រូវសិក្សាអំពី32ហ្នឹង32សរីរធាតុរបស់មនុស្ស